ឆ្លើយតបជាមួយនឹងកង្វល់របស់បងប្អូនពាក់ព័ន្ធជាមួយនឹងរឿងប្រេងឥន្ធនៈសម្រាប់ខ្ញុំបើទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញក៏ដោយប៉ុន្តែខ្ញុំចង់លើកយកនៅការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មពាក់ព័ន្ធនឹងតម្លៃប្រេងនេះមកចែកម្លែកជូនបងប្អូនទាំងអស់គ្នាហើយដោយដែលយើងបានដឹងស្រាប់ហើយថានេះវាគឺជាវិបត្តិសកលដូចនេះយើងពិបាកនៅក្នុងការទប់ទល់ហើយនឹងឆ្លើយតបប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់កម្ពុជាយើងនៅតែអាចសម្របសម្រួលហើយទប់ទល់រក្សាលំនឹងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានជាការឆ្លើយតបទៅកាន់បងប្អូនក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនៅការណែនាំស្ដីពីការពង្រឹងអនុលោមក្នុងការទិញលក់ប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ៍និងដេប៉ូហើយនេះក៏ជាការគិតគូរមួយផ្នែកផងដែរពីសំណាក់រាជរដ្ឋាភិបាលតាមរយៈក្រសួងសាមីដើម្បីបង្ការការឆ្លៀតឱកាសឬក៏ការដំឡើងថ្លៃហួសប្រមាណស្របពេលដែលប្រទេសកម្ពុជាយើងក៏ទទួលរងនៅឥទ្ធិពលដោយប្រយោលពីគេមកដែរវាជាការចាំបាច់ណាស់ដែលយើងត្រូវតែរក្សាភាពជាមនុស្សដែលមានការគិតស្របពេលដែលប្រទេសជាតិកំពុងតែមានបញ្ហាហើយខ្ញុំចង់សូមឲ្យបងប្អូនដែលជាម្ចាស់ដេប៉ូម្ចាស់ស្ថានីយ៍ឬក៏ម្ចាស់អាជីវកម្មប្រេងឥន្ធនៈទាំងអស់សូមឲ្យគោរពទៅតាមការណែនាំដែលក្រសួងបានដាក់ចេញមិនត្រឹមតែអនុវត្តទៅលើការលក់តាមតម្លៃដែលក្រសួងបានដាក់ចេញតែប៉ុណ្្នឹងទេប៉ុន្តែស្ថានីយ៍ហើយនិងដេប៉ូទាំងអស់ក៏ចាំបាច់ត្រូវតែរក្សានៅសុក្រឹតភាពលើបរិមាណនិងគុណភាពសម្រាប់អតិថិជនស្ថានីយ៍និងដេប៉ូទាំងអស់ក៏ចាំបាច់ត្រូវពិនិត្យទៅលើស្តុកប្រេងរបស់ខ្លួនដែលចាំបាច់ត្រូវជូនដំណឹងយ៉ាងហោចណាស់មួយថ្ងៃទៅកាន់មន្ទីររ៉ែនិងធម្មពលឬក៏មន្ទីរពាណិជ្ជកម្មសាខាកបបក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមរាជធានីខេត្តរៀងៗខ្លួនក្នុងករណីដែលអស់ស្តុកប្រេងឬក៏ចាំបាច់ត្រូវផ្អាកដំណើរការបណ្ដោះអាសន្នបន្ថែមពីលើនោះស្ថានីយ៍ក៏ដូចជាដេប៉ូទាំងអស់ក៏ចាំបាច់ត្រូវមានទំនួលខុសត្រូវជាមួយនឹងសមត្ថកិច្ចបន្ថែមពីលើទំនួលខុសត្រូវជាមួយនឹងអតិថិជនផងដែរចំពោះស្ថាប័នមានសមត្ថកិច្ចស្ថានីយ៍និងដេប៉ូទាំងអស់ក៏ចាំបាច់ត្រូវតែអនុវត្តតាមការណែនាំដែរហើយជាពិសេសគឺសេវាសាធារណៈដូចជារថយន្តសង្គ្រោះឬក៏រថយន្តពន្លត់អគ្គិភ័យជាដើមនិងប្រជាកសិករនិងបុគ្គលដែលពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផលិតកម្មនិងភស្តុភារកម្មហើយបើនិយាយឲ្យខ្លីគឺការផ្គត់ផ្គង់ទៅលើវិស័យកសិកម្មនិងឧស្សាហកម្មដែលចាំបាច់នៅក្នុងដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្មខ្ញុំចង់សូមបងប្អូនប្រជាពលរដ្ឋសូមឲ្យមេត្តាយោគយល់ពីព្រោះនេះគឺជាបញ្ហាសកលហើយក៏សូមឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាដែលឡែកចំពោះម្ចាស់ស្ថានីយ៍ម្ចាស់ដេប៉ូឬក៏ម្ចាស់អាជីវកម្មប្រេងឥន្ធនៈឬក៏អ្នកលក់តាមតូបតូចៗក៏ដោយសូមកុំឆ្លៀតឱកាសស្របពេលដែលប្រទេសជាតិកំពុងមានបញ្ហាប៉ុន្តែគួរណាស់តែជួយគ្នាយោគយល់គ្នាហើយយើងចែកគ្នារស់ទៅពីព្រោះទ្រព្យដែលបានមកពីចិត្តលោភលន់នេះរមែងតែងតែចេញទៅវិញទាន់ហន់ណាហើយបើបងប្អូនមិនជឿលើរឿងធម៌រឿងបុណ្យបាបទេក៏មុននឹងក្រោយគង់តែមានស្ថាប័នមានសមត្ថកិច្ចគេនៅតែចាត់វិធានការដដែលករណីដែលបងប្អូនធ្វើខុសពីការណែនាំ